បាទជំរាបសួរហ្នឹងហើយថ្ងៃនេះគឺមានមុខម្ហូបមួយមុខគឺមានឈ្មោះថាសម្លខ្ទិះហ្នឹងហើយសម្លខ្ទិះសាច់មាន់ហ្នឹងបងប្អូនហ្នឹងហើយអញ្ចឹងអត់មានអីច្រើនទេបងប្អូនគ្រឿងផ្សំមានតែប៉ុណ្ណឹងបងប្អូនហ្នឹងហើយហ្នឹងដំបូងឡើយគឺយើងយកសាច់មាន់ហ្នឹងគឺអត់មានសាច់មាន់ស្រែគឺមានតែសាច់មាន់ហ្នឹងហើយសាច់មាន់បេសាសហ្នឹងបងប្អូនហ្នឹងហើយយកមកកាត់វាជាដុំបងប្អូនហ្នឹងហើយប្រហែលជាសាច់មាន់ប្រហែលជាកន្លះគីឡូបងប្អូនអាហ្នឹងគឺមានដូចជាខ្ទិះដូងហ្នឹងហើយខ្ទិះដូងយើងពូតយកទឹកវាមកហ្នឹងហើយមានក្បាលខ្ទិះហើយនឹងចំខ្ទិះអញ្ចឹងបងប្អូនហ្នឹងហើយហ្នឹងប្រភេទសាច់មាន់គឺប្រហែលជាហ្នឹងហើយដល់1គីឡូបងប្អូនប្រហែលកន្លះគីឡូជាងហ្នឹងហើយទៅខ្ទិះយើងទិញចំនួនមកប្រហែលជា2000បងប្អូនហ្នឹងហើយដើម្បីឡើងគឺយើងចាក់ខ្ទិះចូលហ្នឹងហើយក្បាលខ្ទិះណាហើយយើងកូរវាឲ្យវាឡើងពងក្រងបងប្អូនហ្នឹងហើយឲ្យវាឡើងដាច់ទឹកហ្នឹងហើយឡើងពងឈ្ងុយអញ្ចឹងយើងក៏ដាក់គ្រឿងមកគ្រឿងបុកឲ្យយើងហ្នឹងហើយណាគ្រឿងម្ទេសឲ្យយើងមកបុកចូលគ្នាហ្នឹងហ្នឹងហើយបន្ទាប់មកយើងកូរវាឲ្យចូលគ្នាសព្វឲ្យម៉ត់ហ្នឹងបងអញ្ចឹងបន្ទាប់ពីវាឡើងក្រហមល្អអញ្ចឹងសពវាឡើងពងឈ្ងុយល្អអញ្ចឹងហ្នឹងហើយយើងក៏ដាក់ទឹកត្រីបន្តិចហ្នឹងហើយប្រហែលជាមួយស្លាបព្រាហ្នឹងបាទមួយស្លាបព្រាបាយហ្នឹងហ្នឹងហើយហ្នឹងបន្ទាប់វាឡើងពងឈ្ងុយហើយយើងចាក់សាច់មាន់ដែលយើងត្រៀមហ្នឹងចាក់ចូលហើយយើងកូរវាឲ្យចូលនេះបងប្អូនហ្នឹងហើយហ្នឹងហើយយើងក៏ចាក់ទឹកក្បាលចុងខ្ទិះហ្នឹងនឹងដាក់តិចទៅមកវាខ្លោចបានបងប្អូនណាហ្នឹងហើយហ្នឹងហើយយើងក៏អាចយើងក៏គ្របវាទុកមួយសន្ទុះដើម្បីវាដាច់ទឹកណាមកឲ្យវាពុះមួយសន្ទុះសិនហើយយើងបើកវិញហ្នឹងហើយដើម្បីថែមគ្រឿងផ្សំគ្រឿងដូចជាប៊ីចេងស្ករអំបិលអញ្ចឹងណាបងប្អូនសម្រាប់ម្ហូបមួយមុខនេះគឺរសជាតិគឺអែមសម្រាប់ហ្នឹងហើយបន្ទាប់មកគឺយើងចាក់ទឹកចុងខ្ទិះហ្នឹងហ្នឹងហើយចាក់ចុងខ្ទិះយើងចូលហ្នឹងដើម្បីឲ្យចម្អិនវាហ្នឹងហើយឲ្យវាផុយសាច់មាន់ហ្នឹងហើយចឹងបន្ទាប់ពីយើងគ្រប់ទុកឲ្យពុះមួយសន្ទុះហើយយើងក៏អាចបើកវាដើម្បីថែមបន្លែហ្នឹងបងប្អូនហ្នឹងហើយយើងមានបន្លែជាមួយត្រប់ស្រួយហ្នឹងសម្រាប់បងប្អូនចូលចិត្តឬមិនចូលចិត្តចង់ដាក់ឬមិនដាក់ក៏បានបងប្អូនតែប៉ុន្តែម្ហូបមកនេះគឺដាក់គឺកាន់តែល្អណាបងប្អូនណាគឺយើងដាក់ត្រប់ស្រួយហ្នឹងគឺវាចូលចិត្តគ្នាឬត្រូវគ្នាអញ្ចឹងណាហ្នឹងហើយរួចហើយយើងក៏គ្របវាទុកមួយសន្ទុះទៀតដើម្បីឲ្យឆ្អិនបន្លែហើយនឹងសាច់ចូលគ្នារសជាតិចូលគ្នាអញ្ចឹងលយមុខនេះគឺវាក៏អាចនឹងឆ្អិនហើយយើងក៏បង់ចូលស្លឹកវិញវងចូលហ្នឹងហើយដើម្បីបង្កើតក្លិនឈ្ងុយហ្នឹងហើយតាមវិញវងហ្នឹងសម្លមុខនេះគឺមានឈ្មោះថាសម្លខ្ទិះសាច់មាន់ហ្នឹងបងប្អូនណាហ្នឹងហើយហ្នឹងហើយប្រាប់បងប្អូនដែលចង់ធ្វើហូបអាចធ្វើតាមវិធីនេះបានបាទហ្នឹងហើយ